Aphrodite មានឈ្មោះរ៉ូម៉ាំងថា Venus ជាព្រះនៃសម្រស់ក្តីស្រឡាញ់តណ្ហានិងការរួមមេត្រីតាមតម្រាបុរាណដ៏ល្បីល្បាញមួយឈ្មោះ Theogony បានលើកឡើងអំពីកំណើតនៃព្រះ Aphrodite ថានៅពេលដែល Cronus កាត់ពងទារបស់បិតាខ្លួន Uranus ពងទានោះក៏បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរតំបន់មួយនៃកោះ Cyprus ពពុះសមុទ្របានមករុំព័ទ្ធពងនោះហើយទេវីដ៏ស្រស់សោភាអត់មានគូប្រៀបផ្ទឹមបានផុសចេញពីពពុះសមុទ្រនោះព្រះនិងមនុស្សហៅទ្រង់ថា Aphrodite មានតម្រាមួយទៀតបានលើកឡើងថាព្រះនៃក្តីស្រឡាញ់អង្គនេះជាបុត្រីនៃព្រះ Zeus និង Titan Dione ដែលធ្វើឲ្យ Aphrodite ជាប់ជាខ្សែរាជវង្សជាមួយនឹងក្រុមគ្រួសាររបស់ព្រះ Zeus ផងដែរប៉ុន្តែកំណើតរបស់ Aphrodite តាមតម្រានេះពុំសូវមានភាពល្បីល្បាញនោះឡើយដោយគេចាត់ទុកថា Aphrodite ជាព្រះដែលកើតពីពពុះនៃសមុទ្រនោះឯងគេពណ៌នាថាព្រះ Aphrodite មានរូបសម្រស់ស្រស់ស្អាតក្រៃលែងល្អឆើតជាទីទាក់ភ្នែកនៃព្រះនិងមនុស្សទ្រង់មានសក់វែងរលាស់ពណ៌ក្រហមឬទង់ដែងទ្រង់មានកាយវិការល្វត់ល្វន់ទន់ភ្លន់ទាក់ទាញជាខ្លាំងជាទូទៅទ្រង់ត្រូវបានគេបង្ហាញថាមានរូបរាងអាក្រាតឬស្លៀកសម្លៀកបំពាក់ស្ដើងតិចតួចដើម្បីបង្ហាញអំពីសម្រស់របស់ព្រះអង្គនេះ Aphrodite កាន់ផ្កាកុលាបឬផ្លែប៉ោមដែលតំណាងឲ្យក្តីស្រឡាញ់និងមានសត្វព្រាបឬសត្វចាបជាសត្វដ៏ពិសិដ្ឋរបស់ទ្រង់គេក៏ឃើញផងដែរថាទ្រង់កាន់កញ្ចក់ដែលជាតំណាងឲ្យសម្រស់និងភាពទាក់ទាញជាទូទៅគេឃើញទ្រង់នៅជាមួយនឹងព្រះនៃក្តីស្រឡាញ់និងចំណងតណ្ហាដែលមានឈ្មោះថា Cupid ត្រូវជាបុត្រារបស់ទ្រង់ក្នុងទម្រង់ជាក្មេងតូចមានស្លាបនិងកាន់ព្រួយពណ៌មាសនៅពេលដែល Aphrodite កើតមកហើយរូបសម្ផស្សនិងភាពទាក់ទាញនិងតណ្ហានៃព្រះនៃសេចក្តីស្រឡាញ់បែបនេះ Zeus ដែលជាស្ដេចនៃអាទិទេពទ្រង់បានឆ្វេងយល់ថាបើមិនរកគូស្រករឲ្យ Aphrodite នោះទេព្រះនៅឋានសួគ៌ច្បាស់ជានាំគ្នាដណ្ដើមព្រះនៃក្តីស្រឡាញ់អង្គនេះនឹងអាចបណ្ដាលឲ្យមានភាពវឹកវរជាក់ជាមិនខានដោយហេតុនេះហើយព្រះ Zeus ក៏សម្រេចលើក Aphrodite ទៅឲ្យបុត្ររបស់ Hera គឺ Hephaestus យើងបានដឹងខ្លះៗមកហើយតាមរយៈវីដេអូទី3ដែលរៀបរាប់ពី Hephaestus ព្រះ Hephaestus មិនមែនជាព្រះដែលមានរូបរាងពេញលេញនោះទេទ្រង់ជាព្រះពិការប៉ុន្តែមានជំនាញជាងស្មិទ្ធដ៏អស្ចារ្យនិងជាព្រះដែលខិតខំធ្វើការយ៉ាងខ្លាំងការដែលលើកស្រីស្អាតទៅឲ្យប្រុសដែលមានរូបរាងអាក្រក់បែបនេះ Zeus គិតថានឹងជួយឲ្យព្រះនៅឋានសួគ៌ឈប់ដណ្ដើម Aphrodite ទៀតប៉ុន្តែស័ក្តិសមនឹងឈ្មោះថាព្រះនៃសេចក្តីស្រឡាញ់តណ្ហានិងការរួមមេត្រីមែនព្រះ Aphrodite មានទំនាក់ទំនងស្នេហាជាច្រើននៅក្នុងទេវកថាក្រិកដូចជាលួចលាក់ជាមួយព្រះ Ares Hermes និង Dionysus ជាដើមហើយទ្រង់មានសម្ព័ន្ធស្នេហាជាមួយមនុស្សដូចជា Acestes ឬ Adonis ជាដើមប៉ុន្តែហេតុអ្វីបានជាទ្រង់មានស្វាមីហើយនៅតែមានដៃគូច្រើនតាមពិតទៅ Aphrodite មិនបានស្រឡាញ់ Hephaestus ជាស្វាមីនោះឡើយទោះបីជាទ្រង់មានឈ្មោះថាជាព្រះនៃក្តីស្រឡាញ់ក៏ដោយប៉ុន្តែក្តីស្រឡាញ់នេះគេតំណាងឲ្យក្តីស្រឡាញ់បែបចំណងតណ្ហាក្តីស្រឡាញ់ដែលមិនអាចគ្រប់គ្រងបានមិនមែនជាក្តីស្រឡាញ់ដោយវិចារណញាណឬក្តីស្រឡាញ់ស្មោះស្ម័គ្រនោះឡើយទ្រង់តំណាងឲ្យការពង្វក់តំណាងឲ្យតណ្ហារលវាលទៅព្រះនិងមនុស្សមិនអាចទប់នឹងស្ត្រីអង្គនេះបានព្រះ Aphrodite ក៏ជាតួអង្គដែលជួយឲ្យទេវកថាក្រិកមានលក្ខណៈគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងផងដែរតាមរយៈតណ្ហាស្នេហានិងការផាត់ក្បត់ជាដើមតែបណ្ដាលឲ្យកើតមានរឿងជាច្រើនដូចជាស្នេហាត្រីកោណជាមួយនឹង Ares ការដណ្ដើម Adonis ពីក្សត្រីនៃឋាននរក Persephone ហើយរឿងដ៏ធំមួយទៀតនោះគឺការចូលរួមចំណែកបង្កឲ្យមានមហាសង្គ្រាមដ៏ធំនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានឈ្មោះថាមហាសង្គ្រាមក្រុងទ្រយហើយរឿងទាំងអស់នេះយើងនឹងនិទានជាបន្តបន្ទាប់នៅភាគបន្ទាប់ទៀតសូមអរគុណ